បាទក្រុងបរិញ្ញាស័យទទួលពាក្យរបស់ព្រះមហេសីហើយស្ដេចចេញអំពីបន្ទប់សេរីសាយ័សត្រាស់បង្កប់ឲ្យពួកអាមាត្យថានាយព្រានព្រៃចំនួនប្រមាណមាននៅក្នុងកាសិករដ្ឋដែលមានអាណាខេត្ត300យោជន៍ចូលអ្នកទូងស្គាល់ប្រកាសឲ្យព្រានព្រៃទាំងអស់នោះមកប្រជុំគ្នាអាមាត្យទាំងនោះក៏ធ្វើតាមពរាជបញ្ជាមិនយូរប៉ុន្មានពួកព្រានព្រៃក្នុងការសឹករដ្ឋក៏បាននាំគ្នាយកគ្រឿងបណ្ណាការតាមលទ្ធភាពចូលមកកល់ពរាជាហើយឲ្យក្រាបទូលការដែលពួកខ្លួនបានមកដល់ឲ្យទ្រង់ជ្រាបថាព្រានព្រៃទាំងអស់ប្រមាណជា60000នាក់បានមកប្រជុំគ្នាហើយព្រះជាទ្រង់ជ្រាបថាពួកនាយព្រានមកហើយទៅទ្រង់ប្រខាប់ឈួរឯព្រះសីហបញ្ជោបង្អួចហើយក៏ចង្អុលប្រាប់ដល់ព្រះទេវីហ្នឹងហើយព្រះជាបានត្រាស់ថាមនាលនាងទេវីពួកព្រានព្រៃទាំងនេះជាអ្នកមានថ្វីដៃជាអ្នកឃ្លាវខ្លាស្គាល់ព្រៃផងស្គាល់មរឹកផងសត្វសិនតែជាអ្នកស៊ូលះបង់នៅជីវិតក្នុងប្រយោជន៍របស់យើងថ្ងៃព្រះជាបានបង្ហាញពួកព្រានទាំងអស់នឹងឯងព្រះទេវីបានស្ដាប់ដូច្នេះហើយក៏បានប្រកាសពោលនៅក្នុងពេលនោះថាមនាលុតបុត្រទាំងឡាយគឺជាកូនព្រានទាំងអស់ហ្នឹងអ្នកទាំងឡាយទាំងប៉ុន្មានអ្នកដែលមកប្រជុំគ្នាក្នុងទីនេះចូលស្ដាប់ពាក្យរបស់ខ្ញុំចុះខ្ញុំបានយល់សពឃើញដំរីសមានភ្លុកពួរ6ខ្ញុំត្រូវការដោយភ្លុកដំរីសនោះជីវិតរបស់យើងនឹងមិនមានឡើយព្រោះការមិនបាននៅភ្លុកនោះតែបើអត់បានភ្លុកនឹងទេយើងនឹងត្រូវបាត់បង់ជីវិតទៅហើយពួកបុត្រព្រានព្រៃបានស្ដាប់នៅព្រះសវន័យដូច្នេះហើយក៏បាននាំគ្នាក្រាបទូលបានសួរទៅព្រះទេវីហ្នឹងណាបិតានិងជីតារបស់ទូលព្រះបង្គំជាខ្ញុំមិនដែលឃើញមិនដែលឮនៅដំរីមានភ្លុក6ដែលព្រះរាជបុត្រីបានទ្រង់ព្រះសបិនឃើញនោះទេ